បាទនៅក្នុងវីដេអូនេះខ្ញុំនឹងបង្ហាញពីរបៀបប្រើប្រាស់ម៉ាស៊ីន TS21 ស៊េរីថ្មីរបស់ក្រុមហ៊ុន Thursa នេះគឺយើងប្រើប្រាស់ function ទំនើបផងវាចុងក្រោយមួយគឺ camera virtual positioning គឺសម្រាប់ scan ទៅលើ object អាគារដែលយើងធ្វើការទៅបោះវែងផ្ទាល់នៅទីនោះអត់បានយើងអាច scan ពីចម្ងាយដោយប្រើប្រាស់ camera ផងវាដើម្បី survey mark យក location XYZ នៅទីតាំងនោះអញ្ចឹងជាដំបូងយើងត្រូវមានកម្មវិធី Nuiva ជាមួយនឹងបើកម៉ាស៊ីន TS21 របស់យើងចឹងនៅក្នុងវីដេអូនេះខ្ញុំបានប្រើប្រាស់ម៉ាស៊ីន TS21 សម្រាប់ demo គឺវាមានលេខ serial 36អញ្ចឹងជាដំបូងយើងត្រូវចូលទៅ connect config បើករណីម៉ាស៊ីនថ្មីយើងត្រូវ connect ទៅ Wi-Fi ដែលម៉ាស៊ីន TS21 បញ្ចេញមកអញ្ចឹងវាប្រែប្រួលទៅតាមម៉ាស៊ីនគឺ serial ដែលខ្ញុំយកមកប្រើប្រាស់នេះគឺលេខ 36អញ្ចឹងខ្ញុំចុច next ទៅខាងក្រោមអញ្ចឹងជាបន្តចុច connect បន្ទាប់ពីវា connect បានយើងអាចភ្ជាប់ទៅកាន់ core ឬក៏ VS បានហើយមានការណាទៀតយើងអាចភ្ជាប់ទៅកាន់ base របស់វាបានតាមរយៈ radio អញ្ចឹងក្នុងករណីនេះខ្ញុំប្រើម៉ាស៊ីន base សម្រាប់យកធ្វើជាឧទាហរណ៍អញ្ចឹងជាបន្ទាប់យើងត្រូវតែមាន project មួយគឺសម្រាប់ធ្វើការ collect data របស់យើងហើយនឹង store point database នៅក្នុង project របស់យើងក្នុងករណីនេះខ្ញុំបានបង្កើត project ឈ្មោះ TS21 អញ្ចឹងជាបន្ទាប់ខ្ញុំចូលទៅកាន់ camera សម្រាប់ធ្វើការ survey គឺ virtual positioning នេះយើងចូលទៅកាន់ mode camera ហ្នឹងអញ្ចឹងជាបន្ទាប់យើងត្រូវធ្វើការ calibrate camera វានេះឲ្យបានពណ៌បៃតងខ្ចីគឺដើម្បីឲ្យ active សម្រាប់ធ្វើការ scan object បានអញ្ចឹងរបៀប calibrate គឺខ្ញុំបង្ហាញនៅក្នុងវីដេអូនេះបាទបន្ទាប់ពីយើងបាន calibrate រួចហើយយើងឃើញថាកាមេរ៉ារបស់វាឃើញ active ពណ៌បៃតងខ្ចីនេះគឺយើងអាចធ្វើការ survey បានហើយអញ្ចឹងក្នុងវីដេអូបន្ទាប់ខ្ញុំចាប់ផ្ដើម scan អាគារនេះមួយចំហៀងដើម្បីធ្វើការឧទាហរណ៍ក្នុងវីដេអូនេះបាទជាបន្ទាប់ខ្ញុំនឹង start ពីចំណុចនេះដើម្បី scan អាគារគឺយើងចាប់ផ្ដើម scan យើងចុច start vision នៅខាងក្រោមនេះបានន័យថាយើងចាប់ផ្ដើមធ្វើការ scan យក data របស់យើងខ្ញុំចុច start អញ្ចឹងយើងចាប់ផ្ដើមដើរមួយដើម្បី scan រកយកទីតាំង object របស់យើងអញ្ចឹងនៅក្នុងករណីនេះខ្ញុំនឹងបញ្ឈប់ scan ត្រឹមហ្នឹងខ្ញុំចុច stop នៅខាងក្រោមជាបន្ទាប់យើងត្រូវដាក់ឈ្មោះរបស់យើងគឺកន្លែងនេះគឺខ្ញុំដាក់ឈ្មោះថា P1 បន្ទាប់មកចុច OK quality របស់យើងគឺល្អ good ហើយ number ចំនួនរូបថតដែលយើងបាន record គឺ33សន្លឹកអញ្ចឹងចុច OK នៅខាងក្រោមជាបន្ទាប់យើងចូលទៅ photo ខាងក្រោមដើម្បីធ្វើការ calculate ឬក៏គណនាបោះវែងនៅលើរូបថតនេះអញ្ចឹងយើងឃើញហើយគឺ project របស់យើងគឺបានដាក់ឈ្មោះថា P1 បើសិនជាយើង scan ច្រើន project វានឹងចេញជាបន្តនៅផ្ទាំងខាងក្រោមសនេះអញ្ចឹងជាបន្តខ្ញុំនឹងបង្ហាញពី mode 4 mode សម្រាប់ធ្វើការបោះវែងនៅលើថតនេះគឺវាមានចំណុចពិសេសរៀងៗខ្លួនគឺនៅក្នុងជ្រុងខាងលើនេះគឺ mode ខាងលើនេះគឺវាមាន4 mode របស់វានេះបាទជាបន្តខ្ញុំនឹងធ្វើការជ្រើសរើស mode ទី1 quick survey នេះដើម្បីធ្វើជាឧទាហរណ៍ខ្ញុំចុចលើ mode quick survey ជាបន្តយើងចុចលើរូបថត project របស់យើងអញ្ចឹងនៅក្នុងករណីនេះខ្ញុំនឹង scroll រករូបថតទី2របស់យើងនេះសម្រាប់ធ្វើជាឧទាហរណ៍ហើយខ្ញុំបើកផ្ទាំងខាងលើនេះដើម្បីឲ្យឃើញចំកណ្ដាលឲ្យធំហើយខ្ញុំនឹងធ្វើការយកដៃយើងផាត់នៅលើ screen ហើយនឹង zoom ទៅទីតាំងដែលយើងចង់បោះវែងនៅក្នុងករណីនេះយើងគ្រាន់តែដាក់ដៃយើងចុចនៅលើ mouse វានឹងចេញសញ្ញាបូកដូចនៅក្នុងវីដេអូនេះយើងនឹងធ្វើការបោះវែងនៅចំណុចដែលយើងចង់ survey ខ្ញុំកោដៅខ្ញុំចុចចំកន្លែងនេះមួយហើយខ្ញុំចុច measure នៅខាងក្រោមបន្ទាប់មកវានឹង mark location នេះមួយជាបន្ទាប់យើងនឹង next ទៅរូបភាពទី2អញ្ចឹងនៅក្នុង mode ទី1នេះគឺយើងត្រូវចុចធ្វើម៉េចយ៉ាងតិចឲ្យបាន3សន្លឹកអញ្ចឹងយើងចូលទៅសន្លឹកទី2ក៏វាឃើញនៅទីតាំងហ្នឹងដែរគឺយើងអាច zoom ទៅទីតាំងហ្នឹងបើសិនជាវាត្រូវហើយយើងអត់ធ្វើការចាស់វាទេយើង next ទៅរូបថតមួយទៀតឃើញថារូបថតមួយទៀតក៏ត្រូវដែរបើសិនជាវាអត់ត្រូវយើងនឹងធ្វើការចាស់នៅក្នុងករណីនេះខ្ញុំចង់ចាស់រូបហ្នឹងមួយគឺយើងចុចនៅលើចាស់នៅខាងក្រោមនេះជាបន្ទាប់វានឹងបញ្ចេញកន្លែងនេះមួយយើងអាច movement ឲ្យចំ target របស់យើងវាអាច select ទី1ជាមួយនឹង select ទី2ទី3ហ្នឹងវាអាចប្រែប្រួលបន្តិចតួចយើងអាច movement ឲ្យចំគោលដៅរបស់យើងបានអញ្ចឹងកាលណាយើង movement ហើយយើងចាប់តាមចុច OK អញ្ចឹងយើងអាចចុច store ពងកន្លែងនេះបាននេះយើងឃើញថា OMS កម្រិត error របស់វាគឺ2 cm ចុះក្រោមទេនៅក្នុងករណីនេះខ្ញុំនឹងខ្វែងខ្ញុំនឹងដូរឈ្មោះថាដាក់ថា C1 តំណាងឲ្យ calculate លេខ1បោះវែងលេខ1ឬក៏ survey នៅទីតាំងទី1អញ្ចឹងក្នុងករណីនេះខ្ញុំ OK អញ្ចឹងជាបន្ទាប់ខ្ញុំនឹង back ចេញថយក្រោយ back ចេញមួយទៀតអញ្ចឹងខ្ញុំនឹងធ្វើការប្រើប្រាស់ mode ជាបន្តគឺយើងចុចទៅលើ mode ជ្រុងខាងលើនេះហើយខ្ញុំប្រើ mode ទី2នេះគឺ smart point cloud បានន័យថាការ process លឿន point cloud គឺយើងចុចលើវាមួយចុចលើរូបថត project របស់យើងអញ្ចឹងខ្ញុំនឹង scroll ទៅរករូបភាពដែលយើងចង់ធ្វើការ process point cloud នេះខ្ញុំយករូបទី3អញ្ចឹងជាបន្តខ្ញុំចុចបើកផ្ទាំងខាងលើនេះហើយយកដៃយើងប៉ះលើ touch screen controller របស់យើងហើយនឹងបន្ទាប់មកយើងនឹងប្រើប្រាស់function មួយគឺកន្លែង cycle នេះគឺសម្រាប់គូសអ្វីដែលយើងចង់ធ្វើការបោះវែងក្នុងករណីនេះខ្ញុំចុចលើវាមួយខ្ញុំនឹងគូសជារង្វង់នៅក្នុងកែងបង្អួចនេះដើម្បីខ្ញុំធ្វើការ spot point cloud ដើម្បី survey យកពងអញ្ចឹងវានឹងចេញឲ្យហើយយើងអាច zoom ទៅធំបានអញ្ចឹងខ្ញុំធ្វើការដៅនៅលើ point cloud ដែលវាចេញឲ្យជាឧទាហរណ៍នេះខ្ញុំចុចលើកន្លែង mark location ខាងលើហើយខ្ញុំចុចយក point cloud មួយនេះអញ្ចឹង point cloud មួយនេះគឺជាពងដែលយើងបានធ្វើការ process មិញនេះគឺយើងចាប់ផ្ដើម store គឺយើងឃើញថាកម្រិត error របស់វាគឺ1ចុះក្រោមហើយខ្ញុំយកឈ្មោះវាថា C2 គឺឈ្មោះ name ពងហ្នឹងអញ្ចឹងយើង OK មកជាបន្ទាប់ខ្ញុំនឹង back ចេញថយក្រោយ back ចេញមួយទៀតគឺយើងប្រើ mode ទី3របស់យើងគឺយើងចុចទៅលើ mode គឺ advanced survey គឺ advanced survey នេះយើងចុចលើវាមួយហើយចុចលើ project report របស់យើង
bạn chẳng nhom đang scroll ទៅរករូបថតដែលខ្ញុំចង់ធ្វើការវាស់វែងគឺរូបថតចុងក្រោយគេគឺរូបថតលេខ32នេះហើយខ្ញុំបើកផ្ទាំងរូបថតនឹងឲ្យធំតមកខ្ញុំយកដៃយើងថតនៅ screen ឲ្យធំខ្ញុំនឹង mark location ឲ្យចំកន្លែងជ្រុងព្រំខាងក្រោយនេះអញ្ចឹងខ្ញុំធ្វើការថតនៅលើ screen របស់យើងហើយយើងដាក់សញ្ញាបូកឲ្យចំទីតាំងដែលយើងចង់វាស់វែងអញ្ចឹងជាបន្តចុច measure នៅខាងក្រោមនេះអញ្ចឹងវានឹងធ្វើការ compute point cloud ដើម្បីធ្វើការ mark location នៅទីតាំងព្រំនេះអញ្ចឹងយើងឃើញហើយវាបាន mark location បានមួយហើយយើងចុច store វាឃើញថា dot error វាគឺ2ហ៊ុនលើបន្តិចអញ្ចឹងក្នុងករណីនេះឈ្មោះខ្ញុំយក C3 តាមវាឲ្យ auto នេះអញ្ចឹងជាបន្ទាប់យើងនឹង back ចេញថយក្រោយយើងនឹងចូល mode ចុងក្រោយរបស់យើងគឺកន្លែងខាងលើនេះគឺ mode Dan point cloud អញ្ចឹង mode Dan point cloud ជាមួយនឹង advanced survey នេះគឺវាប្រហាក់ប្រហែលនឹងគ្នាអញ្ចឹងក្នុងករណីនេះខ្ញុំនឹងធ្វើការរើសយក mode point cloud ទៅលើរូបភាព project របស់យើងអញ្ចឹងខ្ញុំនឹងធ្វើការ scroll ទៅរករូបភាពដែលខ្ញុំចង់ survey អញ្ចឹងនៅក្នុងករណីនេះខ្ញុំនឹង survey រូបភាពទី7នេះអញ្ចឹងខ្ញុំចាប់ផ្ដើមបើកវាឲ្យធំហើយខ្ញុំនឹង zoom ទៅរកទីតាំងដែលខ្ញុំចង់ survey ឧទាហរណ៍ថាករណីនេះខ្ញុំនឹង survey នៅលើកែងប្រួយនេះមួយអញ្ចឹងនៅក្នុងករណីនេះយើងអាច process point cloud ទាំងអស់ក៏បានយើងចុចកន្លែងនេះប៉ុន្តែវាទាមទារពេលដែលយើង process យូរបន្តិចបើសិនជាករណីយើងចង់ survey តែកែងកន្លែងនេះទេយើងអាចយក mode cycle នេះសម្រាប់គូឲ្យតែ process កន្លែងដែលយើងចង់បានអញ្ចឹងក្នុងករណីនេះខ្ញុំចុចលើរង្វង់ mode cycle នេះមួយហើយខ្ញុំនឹងគូជារង្វង់នៅទីតាំងដែលខ្ញុំចង់ process ជ្រុងប្រួយនេះអញ្ចឹងវានឹងធ្វើការ process point cloud អញ្ចឹងវា process បានហើយវានឹងចេញដិតពណ៌សរបៀបនេះយើងអាចយកដៃយើង touch zoom ដើម្បីបរិយារូបនឹងឲ្យធំហើយយើងធ្វើការចុច mark location នៅទីតាំងនេះបើសិនជាយើងចុច mark មួយបើសិនជាចំកន្លែងនេះគឺវានឹងយកពងកន្លែងហ្នឹងបើសិនជាយើង mark អត់ត្រូវយើងចង់ដកវិញយើងចុចសញ្ញា location ដកនេះហើយចុចនៅលើពងរបស់យើងវានឹងដកចេញអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំនឹង mark ម្ដងទៀតគឺ mark ឲ្យចំជ្រុងពណ៌ខ្មៅនេះដើម្បីយកពងហ្នឹងអញ្ចឹងជាបន្តខ្ញុំនឹង store ពងដែលយើងបាន survey បន្ទាប់មកកម្រិត error វាបង្ហាញគឺខ្ទង់1ហ៊ុនទៅ2ហ៊ុនហ្នឹងហើយខ្ញុំយកឈ្មោះវាតាម auto ឈ្មោះពងគឺ C4 អញ្ចឹងយើងអូខេមកអញ្ចឹងខ្ញុំបញ្ជាក់នៅវិញគឺរាល់ mode survey ទាំងអស់នៅក្នុងកម្មវិធីរបស់យើងនេះនៅក្នុងម៉ាស៊ីន TI21 នេះគឺវាសក្តិដូចគ្នាអញ្ចឹង mode survey ទាំង4នេះគឺវាប្រែប្រួលទៅតាមកលៈទេសៈនៃ object ដែលយើងចង់ធ្វើការវាស់វែងផ្សេងៗគ្នាបាទជាបន្តដើម្បីឆែកមើលពងដែលយើងបានធ្វើការ survey មិញនៅលើរូបភាពមិញនេះយើងចូលបើកថយក្រោយបែកមួយទៀតយើងចូលទៅកាន់ project point database យើងឃើញថា C1 រហូតដល់ C លេខ4នេះគឺជាពងដែលយើងបានធ្វើការវាស់វែងទៅលើរូបភាពដែលវា scan មិញគឺ N E ហើយនិង elevation អញ្ចឹងយើងអាច export យកទៅប្រើការបានហើយ